vật chân ban miền này bong phôn chỉ mẹ nhom may mấy thưa đầm nào tranh bị đủ bấy hai chị nè lụi tật ọp kêu cật ô ban nòm là tật ọpไป chọp ខ្លួន đầm bay bành ហើយ រួយ ហើយ ក៏ បាន ជួប ប្អូន ស្រី ដែល គាត់ លក់ អីវ៉ាន់ នៅ ទឹកដី អង្គរ ប្អូន ឃើញ អញ្ចឹង គាត់ ជន់ ពិការ ដៃ ហើយ នឹង ជើង ដូច គ្នា ដែរ ប៉ុន្តែ ទឹកចិត្ត របស់ គាត់ ពិត ជា ស្រស់ ស្អាត មែនតើ ហើយ របស់ ទឹកអប់ ដែល ខ្ញុំ យក ទៅ ឲ្យ គាត់ ហ្នឹង អា នឹង ខ្ញុំ ដាក់ តាម កាបូប ខ្ញុំ ប្រើ ខ្លួន ឯង ណា ខ្ញុំ នឹក ឃើញ ថា មាន ក្លិន ក្រអូប តែ ក៏ ត្រូវ បន្ថែម សម្រស់ ផ្ទៃ មុខ ឲ្យ មាន អារម្មណ៍ ថា ស្អាត ហើយ នឹង ស្រស់ ស្រាយ ហើយ ខ្ញុំ ក៏ បាន ឲ្យ ក្រែម ពណ៌ ផ្កាកន្លាប ទៅ កាន់ គាត់ ក្រែម ហ្នឹង ខ្ញុំ ទៅ តែ ប្រើ ដូច ជា បាន 2 ដង ក្រែម ហ្នឹង ខ្ញុំ ប្រើ ហើយ បងប្អូន ក្រែម ខ្ញុំ ប្រើ ផ្ទាល់ ខ្លួន ណា ខ្ញុំ អត់ បាន ដាក់ របស់ ថ្មី ទៅ តាម ខ្លួន ទេ ខ្ញុំ ដាក់ របស់ ខ្ញុំ ប្រើ ហើយ ខ្ញុំ ក៏ យក ក្រែម ហើយ នឹង ទឹកអប់ របស់ ខ្ញុំ យក ទៅ ជូន គាត់ ឃើញ ថា គាត់ ពិត ជា សប្បាយ ចិត្ត ហើយ ចំណែក ខ្ញុំ នេះ សប្បាយ ចិត្ត ជាង គាត់ ទៅ ទៀត ពិត ជា សប្បាយ ចិត្ត ហើយ នឹង រីករាយ បំផុត ហើយ ក៏ អរគុណ ប្អូន ស្រី ចំពោះ ការ រួសរាយ រាក់ទាក់ ហើយ ជា ពិសេស គាត់ ស្គាល់ ខ្ញុំ សូម ជូន ដំណឹង ទៅ កាន់ បងប្អូន ទាំង ឡាយ ដែល ធ្វើ ដំណើរ ទៅ កាន់ ក្រុង សៀមរាប នៅ ទឹកដី អង្គរ តូច បើ ឃើញ ប្អូន ស្រី កុំភ្លេច ជួយ ទិញ អីវ៉ាន់ ទៅ កាន់ គាត់ ផង អញ្ចឹង ណា នាម យើង ជា កូន ខ្មែរ ដូច គ្នា ស្រឡាញ់ ទឹកដី ជាតិ មាតុភូមិ កំណើត ជា ពិសេស បេះដូង ជា ខ្មែរ គោរព ប្រពៃណី បាញ់ ហើយ បាញ់ ទៀត បាញ់ មិន ឆ្អែត ឆ្អន់ មុន ជូន តែ លុយ ឥឡូវ ជូន លុយ មិន អស់ ចិត្ត ឥឡូវ មក ជូន ទឹកអប់ វិញ ម្ដង ឲ្យ បាន ក្លិន ក្រអូប ហើយ ឲ្យ បាន ស្អាត តប ពី ធ្វើ ដំណើរ ដើរ លេង អង្គរ យ៉ាង សប្បាយ រីករាយ ខ្ញុំ ក៏ ធ្វើ ដំណើរ បន្ត ទៅ កាន់ Pop Street នៅ ក្រុង សៀមរាប ដូច គ្នា ដែរ ហើយ ក៏ បាន ជួប ប្អូន ប្រុស ដែល ជា ជន ពិការ ខ្ញុំ ក៏ បាន ប្រាប់ ទៅ កាន់ កូន ខាវីន និង កូន មេឃ ថា ឲ្យ ចេះ ធ្វើ សេចក្តី ល្អ និង ចេះ អាណិត ស្រឡាញ់ ទៅ កាន់ គាត់ យើង មាន ជើង មាន ដៃ កាយ សម្បទា មាំមួន យើង អាច ធ្វើ ដំណើរ ចង់ ទៅ ណា ក៏ បាន ផ្នែក ពួក គាត់ គឺ ពិបាក ក្នុង ការ ធ្វើ ដំណើរ ចូល បន្ទប់ ទឹក ការ ញ៉ាំ អាហារ អី ផ្សេង អញ្ចឹង បើ សិន ជា យើង មាន កាយ ឬ ក៏ មាន ចិត្ត គំនិត កន្លែង ហ្នឹង ត្រូវ តែ មាន ចិត្ត សន្តោស គោរព ស្រឡាញ់ ទៅ កាន់ តែ គាត់ ដែល មាន គេ ហៅ ថា ជីវភាព ឬ ក៏ កាយ សម្បទា របស់ គាត់ ដែល កំពុង លំបាក អញ្ចឹង ណា ខ្ញុំ ទៅ ដល់ ទឹកដី អង្គរ ក៏ ប្អូន ស្រី ក៏ ស្គាល់ មក ដល់ ក្រុង សៀមរាប Pop Street នេះ ក៏ គាត់ ស្គាល់ ថា ណែ ខ្ញុំ បាន ឆាត follow នៅ ក្នុង ក្រុម របស់ ខ្ញុំ មាន ទាំង Telegram មាន ទាំង Facebook គ្រប់ ទាំង អស់ បន្ថែម ពី នឹង ក៏ ឃើញ ពុក ម៉ែ បងប្អូន ជា ច្រើន ដែល គាត់ បាន ឃើញ ខ្ញុំ ឈរ នៅ មុខ Pop Street ហ្នឹង គាត់ ឃើញ មី ហើយ គាត់ រួសរាយ រាក់ទាក់ ក្រុម បងប្អូន ទាំង អស់ លោកពូ អ្នកមីង នេះ បង ស្រី បង ប្រុស គាត់ ធ្វើ ដំណើរ ចេញ ពី ក្រុង ភ្នំពេញ ខ្ញុំ មាន អារម្មណ៍ ថា អូយ សប្បាយ ចិត្ត ណាស់ នៅ សេចក្តី ល្អ ហើយ ក៏ បង្រៀន កូន ឲ្យ ចេះ គោរព ចេះ សំពះ ចេះ និយាយ ខ្មែរ សប្បាយ ចិត្ត ហើយ សប្បាយ ចិត្ត ទៀត ពុក ម៉ែ បងប្អូន ពិត ជា រំភើប ជើង នេះ រំភើប ចិត្ត ហើយ បេះដូង រីក ស្រស់ ស្រាយ ខ្លាំង ជួប ជុំ ទាំង ឡាយ ក៏ បាន សមិទ្ធផល ពី ប្អូន ស្រី ដែរ បាន ជួយ មើល ក្មួយ អី កូន មេឃ នេះ ក៏ ចង់ ញ៉ាំ ការ៉េម អញ្ចឹង បាន ប្អូន គាត់ មក ជួយ មើល ទៅ ក៏ មាន អារម្មណ៍ ថា កក់ក្ដៅ ហើយ សប្បាយ ចិត្ត បាន មក រីករាយ